Và buôn chất thì đánh nó được buôn chất ក្រសួងការពារជាតិបានបញ្ជាក់ថាចាប់ពីម៉ោង 6:25 ដល់ម៉ោង 9:30 នាទីព្រឹកថ្ងៃទី 22 ខែធ្នូនេះយោធាថៃបានប្លង់កាភ្លើងធំ 5 គ្រាប់ចូលភូមិសាស្ត្រឃុំភ្នំព្រឹកនិង 2 គ្រាប់ចូលភូមិសាស្ត្រភូមិអូចោតឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹកខេត្តបាត់ដំបងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋានការវាយប្រហារនេះធ្វើឲ្យជនស៊ីវិលមួយរូបរងរបួសដោយឡែកចាប់ពីម៉ោង 8:40 នាទីដល់ម៉ោង 9:30 នាទីយោធាថៃប្លង់ 5 គ្រាប់ចូលភូមិសាស្ត្រភូមិគីឡូ 9 ឃុំជ្រៃសីមាស្រុកសំពៅលួងខេត្តបាត់ដំបងគិតមកដល់ម៉ោងនេះស្ថានភាពបានវិលមករកភាពស្ងប់ស្ងាត់ហើយក្រសួងការពារជាតិចាត់ទុកសកម្មភាពខាងលើជាការវាយប្រហារដ៏កម្រោលដោយមិនរើសគោលដៅរបស់យោធាថៃជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរមុនមួយថ្ងៃនៃការចាប់ផ្ដើមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាននាយករដ្ឋមន្ត្រីថៃចាំផ្ទះលោកអនុទានឆាន់វីរៈគុលកាលពីថ្ងៃទី 21 ធ្នូបានជំរុញឲ្យយោធានិងកម្លាំងប្រដាប់អាវុធថៃត្រូវតែធ្វើសកម្មភាពជាបន្ទាន់ដើម្បីបង្កើនការឈ្លានពានលើទឹកដីកម្ពុជាគ្រប់តំបន់គ្រប់គោលដៅទាំងអស់ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដោយមិនចាំបាច់ព្រួយបារម្ភផ្គាប់ចិត្តនរណាម្នាក់នោះឡើយលោកអះអាងថាយោធាថៃមិនមានជំរឿនផ្សេងទៀតទេហើយការធ្វើបែបនេះគឺដើម្បីការពារប្រជាជនថៃនិងការពារជីវិតផ្សេងទៀតនាយករដ្ឋមន្ត្រីថៃចាំផ្ទះលោកអានុទីនអះអាងថាការការពារខ្លួនប៉ុន្តែយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ចូលលើទឹកដីកម្ពុជាកំណត់គោលដៅវាយប្រហារលើជនស៊ីវិលកម្ពុជានិងវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជាដោយគ្មានខ្លាចញញើតច្បាប់អន្តរជាតិអ្វីបន្តិចឡើយលោកអានុទីនបន្តទៀតថាប្រទេសថៃលែងជឿលើម្នាក់នេះឬជឿលើម្នាក់នោះទៀតហើយប្រទេសថៃជឿជាក់លើខ្លួនឯងហើយយើងនឹងធ្វើសកម្មភាពតាមរបៀបដែលយើងយល់ថាសមជាមួយគ្នាលោកបាននិយាយថារដ្ឋាភិបាលថៃនឹងមិនរងសម្ពាធពីមហាអំណាចបរទេសក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាននៅថ្ងៃទី 22 នេះឡើយនៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានសម្ដែងក្តីសង្ឃឹមថាកិច្ចប្រជុំនេះនឹងអាចឲ្យប្រទេសទាំងពីរគឺថៃនិងកម្ពុជាចរចាដោយបើកចំហដោះស្រាយភាពខុសគ្នានិងសម្រេចបានដំណោះស្រាយដ៏យុត្តិធម៌និងយូរអង្វែងនៅក្នុងការពិភាក្សាតាមទូរស័ព្ទជាមួយភាគីកម្ពុជាថៃលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានកត់សម្គាល់ថាភាគីទាំងពីរសុទ្ធតែចង់សម្រេចបាននៅដំណោះស្រាយដោយសន្តិវិធីឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានចំណែកក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យកិច្ចប្រជុំអាស៊ានដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកម៉ាហាម៉ាត់ហាហ្សាន់នឹងចរចាលើជំហរដែលអាស៊ានអាចអនុវត្តដើម្បីជួយកាត់បន្ថយស្ថានភាពនិងបញ្ចប់ការប្រយុទ្ធគ្នានៅថ្ងៃទី 22 ខែធ្នូឆ្នាំ 2025 នេះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងចាប់ផ្ដើមឡើងនៅប្រទេសម៉ាឡេស៊ីវេលាម៉ោង 11 ថ្ងៃត្រង់កិច្ចប្រជុំពិសេសនឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសទាំងអស់នៃបណ្ដាប្រទេសអាស៊ានដើម្បីជំរុញដោះស្រាយជម្លោះព្រំដែនដែលកំពុងបន្តរវាងកម្ពុជានិងថៃក្នុងកិច្ចប្រជុំនោះនឹងមានក្រុមអាស៊ានមួយនឹងធ្វើបទបង្ហាញពីការរកឃើញរបស់ខ្លួនតាមរយៈការងារអង្កេតដល់រដ្ឋមន្ត្រីការបរទេសនិងទិន្នន័យដែលចាប់យកដោយបច្ចេកវិទ្យាត្រួតពិនិត្យផ្កាយរណបដែលផ្ដល់ដោយសហរដ្ឋអាមេរិកនេះបានយោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីម